សួស្តីកូនៗទាំងអស់គ្នាថ្ងៃនេះជួបជាមួយលោកគ្រូទៀតហើយនៅមេរៀនទី13យើងសិក្សាទៅលើអក្សរ ប និងអក្សរ ផ អញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរកូនទាំងអស់គ្នាដែលពុំទាន់បានចុច Subscribe កូនចុច Subscribe និងចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីៗពីលោកគ្រូតោះអញ្ចឹងចូលមេរៀនយើងតែម្ដងទៅជាដំបូងកូនពិនិត្យមើលអក្សរ បអញ្ចឹងកូនពិនិត្យមើលអក្សរ បនេះតើសរសេរប៉ុន្មានចលនាដែរទៅកូនបាទអញ្ចឹងអក្សរ បនេះគេសរសេរទៅដល់5ចលនាចលនាទី1ទាញចុះមកក្រោមចលនាទី2ទាញកោងបត់ស្ដាំចលនាទី3ទាញត្រង់ឡើងលើចលនាទី4ដាក់សក់និងចលនាទី5ដាក់សក់ដែរអក្សរ បបន្ទាប់ពីកូនបានស្គាល់និងចេះសរសេរអក្សរ បមកឥឡូវកូនទាំងអស់គ្នាមកមើលការសរសេរអក្សរ ផវិញម្ដងបាទនេះគឺជាអក្សរ ផឥឡូវកូនពិនិត្យមើលអក្សរ ផសរសេរប៉ុន្មានចលនាដែរបាទអក្សរ ផសរសេរ6ចលនាបាទចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី5 1អក្សរ ផអញ្ចឹងទេកូនទាំងអស់គ្នាមករៀនគូសនិងសរសេរអក្សរ ផជាមួយលោកគ្រូទាំងអស់គ្នាតោះចាប់ផ្ដើមចេញពីចលនាទី1បាទចលនាទី1គូសត្រង់មករួចហើយបត់ស្ដាំនឹងភ្ជុចជើងបន្តិចមកកូនបាទចុះមកក្រោមវិញរួចហើយចលនាទី3ឡើងទៅលើត្រង់ចលនាទី4គឺគួចបាទបន្ទាប់ពីគួចមកយើងដាក់សក់ចលនាទី5ចលនាទី5 6វត្តឡើងលើវិញបាទអក្សរ ផបាទបន្ទាប់ពីកូនបានរៀនគូសនិងសរសេរអក្សរ ផជាមួយលោកគ្រូមកឥឡូវកូនទាំងអស់គ្នាយើងយកអក្សរ បនេះនិងអក្សរ ផមកផ្សំជាមួយនឹងស្រៈជាមួយលោកគ្រូទាំងអស់គ្នាតោះចាប់ផ្ដើមបអាបាបអេបែបអីបីបអបបអបើបអូបបអូបបអ៊ូប៊ូបអើបើបអ៊ឺបឺបអ៊ីបៀផអេផេផអែផែផអៃផៃផអោផៅផអៅផៅផអ៊ុំភុំផអំផំផអាំផាំផអាផាផអូផុផអេផេផអោះផោះបាទបន្ទាប់ពីកូនបានយកអក្សរ បនិងផមកផ្សំជាមួយស្រៈជាមួយលោកគ្រូមកឥឡូវកូនទាំងអស់គ្នាយើងមកធ្វើការសំប្រកបជាមួយលោកគ្រូនៅពាក្យខាងក្រោមបអាបាបអីបីបអៅបើបអេបេផអែផែផអេផេបន្ទាប់ពីកូនបានធ្វើការសំប្រកបជាមួយព្យញ្ចខាងលើមកឥឡូវយើងធ្វើការសំប្រកបជាមួយនឹងពាក្យខាងក្រោមដអំដំបអែបែដំបែដអំដំបអៅបៅដំបៅប
បនឹងរបបបកអាកាផអាផាកាផាបន្ទាប់ពីកូនបានធ្វើការសំប្រកបពាក្យមកឥឡូវយើងមកធ្វើការសំប្រកបរបស់វិញម្ដងតោះចអៅចៅបអូបោបអៅបៅដអោះដោះចៅបោបៅដោះបន្ទាប់ពីកូនបានអានរបស់យើងរួចមកឥឡូវនៅរបស់មួយទៀតខាងក្រោមបាទតោះអញ្ចឹងយើងធ្វើការសំប្រកបដើម្បីអានរបស់យើងខាងក្រោមនេះវិញម្ដងបអូបោផអាផាដអាំដាំបបនឹងរបបោផាដាំបម្ដងទៀតបោផាដាំបបាទបន្ទាប់ពីកូនបានធ្វើការសំប្រកបនិងអានជាមួយលោកគ្រូមកអញ្ចឹងកូនត្រូវអានឲ្យបានច្រើនដងច្រើនសារទៅដើម្បីឲ្យឆាប់ចាំឆាប់ចេះនៅក្នុងមេរៀននេះលោកគ្រូសន្មតថាចប់ដោយសង្ខេបតែប៉ុណ្ណេះតែកូនកុំភ្លេចមើលបន្ថែមទៀតព្រោះមេរៀននេះគឺគេរៀនដល់ទៅ5ម៉ោងនោះតែលោកគ្រូសង្ខេបតែ3-4នាទីតែប៉ុណ្ណោះបាទអញ្ចឹងដើម្បីទទួលបាននៅមេរៀនថ្មីកូនទាំងអស់គ្នាកុំភ្លេចចុច Subscribe ហើយចុចសញ្ញាកណ្ដឹងបាទសូមអរគុណ